ខ្ញុំឃើញ comment មួយគួរឲ្យចាប់អារម្មណ៍គាត់ថាមានមួយកន្លែងនោះគេទិញសំបុត្រឡើងទៅឋានសួគ៌គេទិញសំបុត្រឡើងទៅឋានសួគ៌ហើយដូចជាតាមស្ដាប់មើលទៅដូចជាលក់ដាច់ទៀតមនុស្សយើងគ្រប់គ្នាទាំងអង្គត្រូវការសេចក្តីសុខនិយាយទៅមិនមែនតែមនុស្សទេសត្វដេរឆានគ្រប់ប្រភេទរបស់សត្វទាំងអស់គឺត្រូវការសេចក្តីសុខប៉ុន្តែដោយច្រើនគេអត់ដឹងថាធ្វើពីម៉េចទើបមានសេចក្តីសុខអ្នកខ្លះគាត់ចង់បានសេចក្តីសុខគាត់ក៏ចឹងហើយបានជាមានក្លឹបណាដែលកំសាន្តយប់ប្រលប់អីចឹងទៅហើយក៏មានលបែងមានហ្គេមមានអីជាពិសេសហ្គេមលេងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបហ្នឹងក៏មានអាហ្គេមនៅខាងក្រៅកាស៊ីណូនៅខាងក្រៅហ្នឹងក៏មានអីចឹងទៅហើយក៏មានកន្លែងខ្លះគាត់ចូលចិត្តលេងណាលេងរហូតដល់ទៅអាហ្គេមហ្នឹងគេមាន award ទៀតនិយាយទៅធ្លាប់ហើយកណាធ្លាប់ប៉ុន្តែខ្ញុំកណាមិនដែរលេងដាក់លុយអីណាណីគ្រាន់តែដឹងថាវាលេងយ៉ាងម៉េចអញ្ចឹងណាព្រោះកាលពីនៅក្មេងនោះខ្ញុំកណាធ្លាប់លេងអត់បាយអត់ទឹកដោយសារហ្គេមហ្នឹងដែរព្រោះលបែងហ្គេមហ្នឹងឪពុករបស់ខ្ញុំកាលណាហ្នឹងគាត់ទិញយកមកឲ្យលេងហើយលេងមួយក្អែកចឹងទៅក៏ឈប់លេងទៅប៉ុន្តែសម័យនេះគឺហ្គេមមានហ្គេមដាក់លុយហើយអាហ្នឹងដោយសារតែត្រូវការសេចក្តីសុខដល់ពេលយើងអត់ដឹងថាធ្វើម៉េចទៅទើបមានសេចក្តីសុខក៏ដើរទៅធ្វើផ្ដេសផ្ដាស់ជក់ថ្នាំញៀនហើយបើតាមខ្ញុំកណាធ្លាប់សួរអ្នកជក់ថ្នាំហ្នឹងគាត់ថាពេលជក់ចឹងទៅអារម្មណ៍ហ្នឹងដូចថាវារំភើបសប្បាយចឹងទៅណាសួរក្មេងៗដែលជក់ថ្នាំហើយដូចខ្ញុំកណាធ្លាប់ចុះទៅអប់រំនារីរកស៊ីផ្លូវភេទមួយរយៈពេលការ5-6ឆ្នាំមុនកាលនៅធ្វើការក៏ចុះទៅជាមួយនិយាយទៅចុះទៅបង្ហាត់បង្ហាញបង្រៀនតាក់ទងទៅនឹងព្រះពុទ្ធវចនៈហ្នឹងជាមួយស្ត្រីទាំងអស់នោះមានស្ត្រីខ្លះគាត់ទីតពិតមែនតែស្ត្រីខ្លះគាត់ថាគាត់ត្រូវការសុបាយគាត់ចូលចិត្តសុបាយហើយចឹងទៅក៏និយាយជាមួយគាត់ថាការសុបាយនេះវាបានតាមមួយផ្លែតទេពេលយើងនៅក្មេងនៅវ័យប៉ុណ្ណឹងដល់ពេលបន្តិចទៀតទៅយើងធ្វើម៉េចគាត់ថាគាត់ខ្វល់សំខាន់គាត់ត្រូវការសុបាយពេលហ្នឹងហើយរឿងដែលសំខាន់មួយទៀតនោះអានឹងនិយាយពីមនុស្សដែលដើរផ្លូវខុសគាត់ចង់សុបាយដែលខ្ញុំកណាធ្លាប់ជួបណាមនុស្សស្រីខ្លះគាត់ចង់សុបាយចឹងទៅគាត់តាក់តងពីមួយទៅមួយចឹងទៅក៏កើតជំងឺសង្គមគេហៅជំងឺអេដកាលពីប្រហែលឆ្នាំមុននោះមិនដែរឥឡូវមនុស្សលែងខ្លាចហើយកាលពីមុននោះគេខ្លាចគេអីចឹងទៅខ្ញុំកណានឹងផ្ទាល់ហ្នឹងឲ្យនាំគាត់ទៅមន្ទីរពេទ្យទៅពិនិត្យទៅអីចឹងទៅព្រោះខ្លាចគាត់អត់ស្គាល់ពេទ្យពិបាកដោយសារគាត់កើតជំងឺចឹងហើយគាត់មិនដឹងឆ្លងពីអ្នកណាអញ្ចឹងគាត់មានអាគំនិតមួយគឺគាត់បន្តអាជំងឺរបស់គាត់ហ្នឹងទៅអ្នកផ្សេងទៀតគាត់ថាគាត់មិនខ្វល់ព្រោះគាត់អត់ដឹងថាឆ្លងពីណាចង់និយាយថាអប់រំមិនប្រាប់មិនគាត់អត់ស្ដាប់យើងដែរចង់និយាយថាអាហ្នឹងហើយដល់ព្រោះតែចង់បានសេចក្តីសុខហើយអត់ដឹងថាធ្វើមិនឲ្យមានសេចក្តីសុខទេអញ្ចឹងណាអ្នកខ្លះគាត់មានលុយគាត់ទៅធ្វើអីផ្សេងទៀតធ្វើមិនមកសបាយមកអស់ចិត្តរបស់គាត់ប៉ុន្តែខ្ញុំចង់និយាយថាចេះលុយខ្ញុំមិនបដិសេធទេទទួលស្គាល់អាចធ្វើអ្វីៗបានច្រើនប៉ុន្តែក៏អាចបំផ្លាញយើងបានច្រើនដែរប្រសិនបើយើងយកទៅប្រើផ្លូវខុសលុយអត់អាចទិញអាយុជីវិតបានទេបើសិនជាអាចទិញអាយុជីវិតបានអ្នកមានទាំងឡាយគាត់ទិញហើយពួកគាត់នៅទ្រព្យច្រើនណាស់ដើម្បីរក្សាទ្រព្យរបស់គាត់ប៉ុន្តែដល់ពេលគាត់រក្សាអត់បានគាត់អត់ដឹងធ្វើម៉េចគាត់គិតថាយកលុយហ្នឹងដើម្បីទៅសុបាយតែលោកយាយលោកតាបងប្អូនពុទ្ធបរិស័ទដែលកំពុងតែស្ដាប់បទពិសោធន៍ពេលដែលមិនសុបាយចិត្តកុំទៅធ្វើដូចថាចង់ដើរលេងអ្នកខ្លះគាត់ថាគាត់ចង់ដើរលេងបំពេញអាសេចក្តីត្រូវការអាលោភៈក្នុងខ្លួនណាសេចក្តីត្រូវការរបស់គាត់ណាហ្នឹងគាត់ទៅចំណាយលុយពេលដើរហ្នឹងថា10ថ្ងៃចុះខ្ញុំកណ្ដាលនិយាយបានយូរចុះទៅដើរពេញប្រទេសអឺរ៉ុបទូទាំងប្រទេសប្រហែលប្រទេសឆ្លងពីមួយទៅមួយថា10ថ្ងៃហ្នឹងចុះប៉ុន្តែចង់ប្រាប់ថាពេលត្រឡប់មកវិញកើតទុកដកដែរប៉ុន្តែបើសិនជាចំណាយលុយ5-6,000ឬក៏$10,000ដែលដើរលេងអឺរ៉ុបប្រហែលប្រទេស10ថ្ងៃហ្នឹងយកមកធ្វើបុណ្យយកមកធ្វើទានយកមកធ្វើសេចក្តីល្អឬក៏ធ្វើអ្វីម្យ៉ាងដែលគេហៅថាសប្បុរសចាំមើលសភាពចិត្តយើងតើខុសគ្នាបែបម៉េចខ្ញុំអត់បាច់និយាយដល់លុយរាប់ម៉ឺនទេនិយាយត្រឹមតែលុយ$50យើងយកទៅធ្វើអ្វីដែលមានប្រយោជន៍និងធ្វើអ្វីដែលអត់ប្រយោជន៍
ហើយចាំមើលសភាពចិត្តខ្លួនយើងថាតើវាមានសភាពប្រែប្រួលបែបនេះគឺជាបទពិសោធន៍តែខ្ញុំធ្លាប់ធ្វើហើយបើថាពិបាកចិត្តណាអូទៅផឹកស៊ីទៅចាយវាអីណានៅក្លឹបនៅអីឬក៏ទៅលេងល្បែងគឺបានតែ5នាទី10នាទីនឹងឯងរួចទៅកើតទុកនឹងដដែលតែបើសិនជាបងប្អូនយកធ្វើដូចខ្ញុំប្រាប់ធ្វើទៀនណាធ្វើឲ្យត្រូវកន្លែងគឺសេចក្តីសុខគឺប្លែកហ្មងចិត្តនឹងប្រែប្រួលប្លែកហ្មងហើយព្រះអង្គក៏បានត្រាស់ដែរសេចក្តីសុខរបស់កុហកហ្នឹងមាន4យ៉ាងនឹងព្រះអង្គត្រាស់ទី1ហ្នឹងសុខព្រោះចេះតែមានន័យថាទ្រព្យដែលបានសន្សំបានមកហ្នឹងដោយកម្លាំងញើសឈាមខ្លួនឯងដោយធម៌ហ្នឹងគឺបានដោយសេចក្តីសុខនិយាយពីទ្រព្យសម្បត្តិបានដោយធម៌រឿងនេះមានអ្នកសួរខ្ញុំប្រកាសណានេះខ្ញុំទ្រព្យសម្បត្តិបានដោយធម៌គាត់សួរតែចេះគាត់គាត់ពិបាកចិត្តគាត់អីចឹងទៅក៏គាត់ចេះសួរចឹងទៅកិច្ចការងាររបស់គាត់អីហ្នឹងក៏ខ្ញុំប្រកាសណានេះខ្ញុំក៏និយាយចុះនិយាយឡើងទៅក៏សួរនាំគាត់ក៏សួរថាគាត់ធ្វើកិច្ចការងារមិនថាក្រុមហ៊ុនស្ថាប័ននៅកន្លែងណាក៏ដោយគាត់ថាលុយហ្នឹងដោយថាគេឲ្យដោយថានៅលើទីផ្សារតម្លៃ$50អញ្ចឹងគាត់ក៏និយាយចុះឡើងវាត្រូវថ្លៃគេធ្លាក់តម្លៃនៅសល់$40អញ្ចឹងអា$10ហ្នឹងគឺគាត់យកសួរថាគាត់ខុសអីព្រោះហើយគាត់ក៏យកទៅលក់នៅលើលក់គាត់យកទៅឲ្យគេហ្នឹងតម្លៃ$50ប៉ុន្តែនៅលើទីផ្សារគឺតម្លៃប៉ុណ្ណឹងតែគាត់តបានគេ40អញ្ចឹងចំណែកហ្នឹងគឺគាត់យកខ្ញុំគណៈគិតថារឿងនេះក៏វាអត់សមរម្យដែរវាចូលករណីពុករលួយអត់ល្អបើឧបមាថាគេប្រើយើងឲ្យទៅទិញហើយយើងស៊ីអាហ្នឹងក៏លុយអត់ល្អទេណាបងប្អូនតែបើសិនជាម្ចាស់ដែលគេប្រើយើងឲ្យទៅទិញហ្នឹងគេឲ្យយើងមកយើងទិញ50ដល់ពេលគេឲ្យយើង$10អូខេហើយតហើយបានធូរថ្លៃប៉ុណ្ណេះបាន$10ទៅប្រាប់គេវិញអាហ្នឹងខ្ញុំគិតថាល្អជាងបាទសាក់ឡមើលសភាពចិត្តគឺដឹងហើយពួកខ្ញុំធ្លាប់ដើរអ្វីទាំងអស់ហ្នឹងគឺខ្ញុំសិតតែធ្លាប់ដកពិសោធន៍ខ្លួនឯងហើយខ្ញុំមើលសភាពចិត្តខ្លួនឯងភ័យថ្ងៃណាមួយគេដឹងថាអញស៊ីអញ្ចឹងតើអញឆ្មិចទេណានេះហើយយកលុយនឹងមកប្រើការវាអីផ្ដេផ្ដាអីចឹងទៅក៏អត់សូវមានសេចក្តីសុខដែរខ្ញុំប្រកាសណានេះខ្ញុំឃើញច្រើនយកល្អប្រាប់គេត្រង់ល្អជាងហើយឲ្យអ្នកដែលគេឲ្យយើងអ្នកដែលគេប្រើឲ្យយើងទៅទិញហ្នឹងគេឲ្យមកយើងវិញតែចាំបាច់សុំនេះឬមកក៏ចង់បានណាតែសុំគេទៅនេះលុយបានដោយធម៌ហើយនឹងរបៀបល្បិចល្បោចក្នុងការរកលុយជាច្រើនទៀតដែលមិនត្រឹមត្រូវដែលលុយគេហៅថាមិនបានមកដោយធម៌ប្រយ័ត្នតែមែនតើរឿងអស់ហ្នឹងណាបងប្អូនតាក់ទងរឿងលុយបានដោយធម៌ដល់ពេលយកលុយហ្នឹងមកប្រើការអត់មានសេចក្តីសុខហើយមានការលំបាកបញ្ហាដល់ពេលយើងអត់មើលឃើញអាចំណុចទូចហ្នឹងយើងជឿថាមិនក៏ខ្ញុំកាត់ទុកម៉ែមិនក៏ខ្ញុំកាត់ទុកម៉ែប៉ុន្តែយើងមើលអត់ឃើញពីចំណុចអស់ហ្នឹងឯងអញ្ចឹងចំណុចមួយទៀតគឺសុខព្រោះចេះប្រើប្រាស់នេះចេះប្រើប្រាស់របស់នៅក្នុងខ្លួនហ្នឹងឲ្យមានប្រយោជន៍កុំចេះតែប្រើហិនហើយគេហៅថាខ្ជះខ្ជាយនៅក្នុងហ្នឹងតាមពិតត្រូវមានវិភាគច្រើនទៀតហើយដោយសារពេលវេលាខ្ញុំកាលណានិយាយដោយសង្ខេបប៉ុណ្ណឹងចាស់ហើយសុខមួយប្រភេទទៀតគឺសុខអត់ជំពាក់បំណុលគេបច្ចុប្បន្ននេះមានអ្នកជំពាក់បំណុលគេច្រើនថ្លៃធនាគារពួកចង់ទិញផ្ទះទិញឡានបង់រំលោះស្អីបង់រំលោះទាំងអស់ដល់ពេលចឹងទៅដេកតែភ័យទេដល់ថ្ងៃហើយតែបើយើងអត់ជំពាក់គេសួរថាមានសេចក្តីសុខប៉ុណ្ណាក៏ប៉ុណ្ណឹងហើយជាពិសេសអ្នកនៅជួលផ្ទះហ្នឹងគឺពិបាកមែនទេសុខព្រោះជំពាក់តង់ធនាគារហ្នឹងពិបាកហើយធ្វើម៉េចអត់ជំពាក់គេបើយើងជំពាក់គេទៅហើយយើងរកវិធីសាស្ត្រដោះឲ្យអស់ដោះហើយឈប់ត្រូវរៀងរកវិធីគេថាមានប៉ុណ្ណាប៉ុណ្ណឹងណាចំណុចទី1ទៀតនោះគឺសុខព្រោះមិនមានទោសហ្នឹងគឺបានន័យថាតកតងទៅនឹងវិច័យកម្មមនោកម្មនិយាយទៅសិលតកតងសិល5ទៀតហើយសិល5មិនសម្លាប់សត្វមិនលួចទ្រព្យគេមិនប្រព្រឹត្តខុសក្នុងការមិននិយាយកុហកមិនបរិភោគនៅគ្រឿងស្រវឹងហើយនៅអង្គនីមួយហ្នឹងអង្គរបស់មិនសម្លាប់សត្វនឹងមានអីខ្លះយើងវិនិច្ឆ័យនៅក្នុងហ្នឹងបងប្អូនចាំឱកាសក្រោយចេះតែនិយាយចឹងបានជាបងប្អូនណាបងសុំតមិនអីទេព្យាយាមទំនឹកឃើញតែខ្លួនឯងនិយាយចេះតែទុកក៏ទុយក្រោយចឹងបានជាបងប្អូនគាត់ចេះថាបងសុំតហ្នឹងអញ្ចឹងបើសិនជាក្នុងជីវិតកុហកហ្នឹងត្រឹមរក្សាសិល5គឺល្អហើយកុំគិតថាខ្ញុំរក្សាសិល5នឹងមានកុហកអញ្ចឹងខ្លាចខុសទៅវាហិតតែបាបមានអ្នកខ្លះអត់មានសមាធិទេហើយមានអ្នកខ្លះគាត់ថាអ្នករក្សាសិលអញ្ចឹងបានតែនៅក្នុងវត្តទេខុសហើយបើសិនជាបងប្អូនអត់មានសិលទេបងប្អូនមើលតើបងប្អូនចូលចិត្តមនុស្សដែលអត់មានសិលនៅក្បែរខ្លួននេះទាំងអ្នកធ្វើអាជីវកម្មទាំងអ្នករកស៊ីគឺត្រូវការភាពស្មោះត្រង់អញ្ចឹងណាបើយើងត្រូវការភាពស្មោះត្រង់អ្វីដែលចាប់ផ្ដើមដំបូងទីត្រូវចេះស្មោះត្រង់ចំពោះខ្លួនឯងតែអត់មានសិល5ហើយសូម្បីតែខ្លួនឯងក៏អត់មានភាពស្មោះត្រង់ដែរ